បងសូមជម្រាបសួរបងប្អូនរួមជាតិពេញពិភពលោកជាពិសេសបងប្អូននៅក្នុងបណ្ដាញ Facebook និងបណ្ដាញ YouTube ជាទីគោរពនិងជាទីរាប់អានលើកនេះខ្ញុំសូមឆ្លើយតបទៅអាមុខស្វាសញ្ញាព្រុសខឹមវាសនាខ្ញុំប្រាប់អាមុខស្វាសញ្ញាព្រុសឯងកុំឲ្យមកដៀលប្រទេសអូស្ត្រាលីសិតថាប្រទេសអូស្ត្រាលីនឹងវាជាប្រៃផ្សៃមុននឹងអាមុខស្វាសញ្ញាព្រុសអាខឹមវាសនាឯងមកចោតប្រកាន់មកលើប្រទេសអូស្ត្រាលីនឹងយើងត្រូវវេកញែកជាចំណុចសំខាន់ពីបញ្ហាគេបញ្ជូនជនភៀសខ្លួននឹងចុះទៅស្រុកខ្មែរតើគេបង្ខំខ្មែរយើងឬក៏ខ្មែរយើងទទួលដោយយល់ស្របចុះនៅលើសិទ្ធិសញ្ញាតាមច្បាប់ទម្លាប់ត្រឹមត្រូវដូចជាហេតុអីបានអ្នកឯងមកចោលប្រទេសអូស្ត្រាលីនឹងទៅជាប្រទេសប្រៃផ្សៃទៅវិញយើងទៅតោងយល់ឲ្យច្បាស់លាស់ពីបញ្ហាវិបត្តិគេហៅថានៅក្នុងពិភពលោកយើងសូមសួរថាតើជនភៀសខ្លួនទាំងអស់ហ្នឹងជាជនភៀសខ្លួនដែលស្របទៅតាមច្បាប់អន្តរជាតិឬក៏មិនបានស្របទៅតាមច្បាប់អន្តរជាតិដូចជានៅក្នុងច្បាប់ទទួលជនភៀសខ្លួនប្រទេសអូស្ត្រាលីមិនមែនជាប្រទេសដែលទទួលជនភៀសខ្លួនទេយើងទៅយល់ឲ្យច្បាស់លាស់ប្រទេសនីមួយហ្នឹងដរាបណាតែអ្វីដែលគេចេញងារគេទទួលជនភៀសខ្លួនដរាបណាគេទទួលពីអន្តរជាតិមកដូចជាទួលនីតិជនភៀសខ្លួនមានតែអន្តរជាតិទេដែលទទួលខុសត្រូវតែយើងសូមសួរថាហេតុអីបានអន្តរជាតិមិនព្រមចេញមុខមកទទួលខុសត្រូវបុគ្គលតែឲ្យដំណោះស្រាយមកលើប្រទេសអូស្ត្រាលីពីព្រោះចំនួននឹងវាតិចពេកវាអត់ទាន់គ្រប់គ្រាន់នៅក្នុងការទទួលយកជនភៀសខ្លួនគេហៅថាជនភៀសខ្លួនអនាធិបតេយ្យដូចជាបើជនភៀសខ្លួនអនាធិបតេយ្យមិនបានស្របទៅតាមលក្ខណៈដែលហៅថាវាជាសង្គ្រាមដូចយើងនិយាយថាឥឡូវជនភៀសខ្លួនដូចខ្ញុំលើកឧទាហរណ៍ជាក់ស្ដែងដូចជនភៀសខ្លួននៅក្នុងជំរំជីដែនខ្មែរថៃរវាងសៀមនិងខ្មែរយើងសូមសួរថាហេតុអីបានសៀមហ្នឹងមុននៅក្នុងឆ្នាំ79យកខ្មែរយើងយកទៅចាក់ចោលនៅភ្នំដងរែកហើយបាញ់សម្លាប់ទម្លាក់ពីលើភ្នំដោយសារអង្គការសហជីវជាតិទៅទប់ស្កាត់អស់ហ្នឹងបានបង្កើតជំរំជនភៀសខ្លួនដើម្បីទុកឲ្យខ្មែរយើងរស់នៅក្នុងជំរំតែមិនមែននៅក្នុងលក្ខណៈប្រទេសថៃហ្នឹងវាទទួលជនភៀសខ្លួនទេអាហ្នឹងយើងចែកកន្លែងហ្នឹងឲ្យបានច្បាស់លាស់យ៉ាងណាមិញអូស្ត្រាលីអត់ទាន់បានប្រៃផ្សៃដូចនៅប្រទេសថៃទេណាប្រទេសថៃបានហៅថាជាប្រទេសដែលប្រៃផ្សៃប្រជាពលរដ្ឋរត់គេចពីសង្គ្រាមក៏ប៉ុន្តែដល់ចុងបញ្ចប់អាថៃចាប់ខ្មែរយើងយកទៅបាញ់ចោលនៅលើភ្នំដងរែកអានឹងនៅក្នុងដើមឆ្នាំ79អានឹងបើយើងយកទស្សនៈនឹងមកវេកញែកអានឹងបានហៅថាអាស៊ាននឹងបានវាប្រៃផ្សៃតែបើយើងយកមកការប្រៀបធៀបរវាងអូស្ត្រាលីអត់មានការប្រៃផ្សៃទេដូច្នេះប្រទេសគេនីមួយគេកំពុងតែរស់នៅស្ថានភាពសុខស្រួលរួចទៅហើយបែរជាជនភៀសខ្លួនអាណាធិបតេយ្យមិនដឹងតែរត់ពីខាងណាមកខ្លះជនជាតិនេះកិច្ចវេះពីការរស់នៅមិនបានសុខក៏ចង់មករស់នៅប្រទេសអូស្ត្រាលីទៅតែយើងតោងតែដឹងឲ្យច្បាស់លាស់អំពីប្រទេសគេហេតុអីបានគេមិនយកជនភៀសខ្លួនច្រើនពីព្រោះប្រទេសគេហ្នឹងវាមិនអាចគ្រប់គ្រងទៅលើជនជាតិបានច្រើនពីព្រោះនៅក្នុងប្រទេសអូស្ត្រាលីវាខ្វះទឹកដូចជាទឹកអូស្ត្រាលីអត់មានបានគ្រប់គ្រាន់ទេអញ្ចឹងហើយបានប្រជាពលរដ្ឋអូស្ត្រាលីមុននឹងគេធ្វើការសម្រេចចិត្តទទួលឬមិនទទួលហ្នឹងគេបានធ្វើការសមាជនៅក្នុងជាតិគេរួចទៅហើយគេបានដាក់សំណុំពរសួរទៅលើសំណើទៅលើប្រជាពលរដ្ឋប្រគេនីមួយបានគេសម្រេចបានគេមិនអាចអនុញ្ញាតឲ្យជនភៀសខ្លួនអាណាធិបតេយ្យមករស់នៅលើទឹកដីប្រទេសអូស្ត្រាលីទេបើសិនជាគេធ្វើអញ្ចឹងក្នុងពិភពលោកមិនសម្ដៅមករត់មកនៅលើប្រទេសអូស្ត្រាលីទាំងអស់ហើយដូចជាកន្លែងហ្នឹងដែលគេភ័យព្រួយការទប់ស្កាត់ពីព្រោះអង្គការសហជីវជាតិមិនបានចេញមុខមកទទួលខុសត្រូវយើងទៅតោងឲ្យយល់ឲ្យច្បាស់លាស់អូស្ត្រាលីមិនមែនជាអង្គការសហជីវជាតិទេគឺជាប្រទេសមួយទេបើយើងនិយាយពីកំណើនប្រជាពលរដ្ឋដ៏តិចជាងគេបំផុតទេប្រទេសអូស្ត្រាលីទុកតែបានប្រហែលជាក្នុងចំកោមប្រហែល30លាននាក់ទេដូចជាមិនមែនជាប្រជាពលរដ្ឋដែលច្រើនទេក៏ប៉ុន្តែហេតុអីបានពីទឹកដីធំតែគេមិនអាចយកប្រជាពលរដ្ឋឲ្យនៅច្រើនបានពីព្រោះបញ្ហាដែលសំខាន់ណាអូស្ត្រាលីបារម្ភបំផុតគឺការខ្វះទឹកកន្លែងហ្នឹងហើយដែលហៅថាវាជាគ្រោះថ្នាក់នៃប្រទេសអូស្ត្រាលីហើយជនជាតិនីមួយគេមិនអាចឲ្យមករស់នៅអាណាធិបតេយ្យទេក៏ប៉ុន្តែយើងតោងទៅយល់ថាអ្វីដែលអូស្ត្រាលីទៅទំនាក់ទំនងគ្រប់ប្រទេសមិនមែនអត់ទំនាក់ទំនងទេក៏ប៉ុន្តែក៏មិនមែនថាគេខ្វះដំណោះស្រាយដែរតែគេទៅសួរបើសួរប្រទេសសៀមគេសួរប្រទេសយួនគេសួរប្រទេសបើអ្នកណាគេទទួលអានឹងអ្នកឯងទទួលទៅតែអូស្ត្រាលីមិនបានមានភាពប្រៃផ្សៃទេនេះអាមុខស្វាសញ្ញាព្រុសឯងមកចោទប្រទេសអូស្ត្រាលីថាប្រទេសអូស្ត្រាលីនឹងស្អីគេប្រៃផ្សៃមនុស្សតេរត់មកនៅលើទឹកដីអូស្ត្រាលីហើយគេទៅប្រមូលកម្លាំងហើយគេបញ្ជូនរោទីតាំងនៅឲ្យបានត្រឹមត្រូវសួរថាប្រទេសណាទទួលអានឹងអ្នកឯងទទួលទៅគេមិនបានយកកំភ្លើងទៅភ្ជុំក្បាលអ្នកឯងឲ្យអ្នកឯងមកទទួលណាអ្វីដែលវិនិច្ឆ័យកម្មមហន្តរាយទឹកដីខ្មែរបណ្ដាលមកពីអីបណ្ដាលមកពីអរដ្ឋាភិបាលខ្មែរបំរើយួនសម្លាប់ខ្មែរនយោបាយកន្លែងហ្នឹងហើយដែលវាពាក់ព័ន្ធជាមួយនឹងគេហៅថាអាឈ្មោះសហ្នឹងគេហៅសខេងហ្នឹងមុខខ្មែរគូយួនបំរើយួនសម្លាប់ខ្មែរគោលដៅវាជាទួលនីតិនៃការទទួលនៅផ្នែកខាងអន្តរប្រវេសន៍បើយើងមើលឃើញថាស្រុកខ្មែរយើងសប្ងៃយួនចូលមកនៅហើយពួកយួនដែលមកនៅស្រុកខ្មែរមិនមែនពួកដែលធនធានមនុស្សណាសិតតែពួកដែលចារកិច្ចចារកម្មហើយយួនវាដេញចាប់ដេញសម្លាប់មួយចំនួនរត់ចេញពីស្រុកយួនមករស់នៅស្រុកខ្មែរអានេះជាគោលដៅដែលពួកហ្នឹងទទួលពួកសិតតែពួកទុច្ចរិតមកនៅលើទឹកដីខ្មែរហើយយើងនឹងសបញ្ជាក់បង្ហាញបន្ថែមទៅទៀតយើងនិយាយពីអាមេរិកកាំងមកទល់សប្ងៃបញ្ជូនស្រុកពួកហៅថាជនទុច្ចរិតដែលខ្មែររស់នៅសហរដ្ឋអាមេរិកហ្នឹងបញ្ជូនមកស្រុកខ្មែរយើងជិត600នាក់បាត់ហើយបើយើងនិយាយថាពួកហ្នឹង
ហ្នឹងសិតតែពួកអក្រិតជនហើយជាទុនដិតឯងគេចាប់ពួកដេញបានការកាត់ទោសពីតុលាការយកទៅដាក់គុកដកចេញពីគុកបញ្ជូនមកស្រុកខ្មែរជាង600នាក់ហើយជាពិសេសខ្មែរយើងទេដែលព្រមទទួលរឿងអីបើយើងទទួលខ្លួនឯងហើយយើងទៅចោទប្រកាន់ទៅលើអូស្ត្រាលីនេះដែលខ្ញុំចង់បញ្ជាក់បង្ហាញបងប្អូនយើងឲ្យបានច្បាស់លាស់អំពីបញ្ហាកុំឲ្យយកទស្សនៈហ្នឹងមកចោទប្រកាន់មកលើអូស្ត្រាលីហើយខ្ញុំនឹងបញ្ជាក់បង្ហាញពីបញ្ហាពីរឿងជនភៀសខ្លួនទាំងអស់ហ្នឹងហេតុអីបានចេញជាសុពលភាពបណ្ដាលមកពីអីនេះខ្ញុំចង់បញ្ជាក់ប្រាប់អាមុខស្វាសញ្ញាព្រុសអាខឹមវាសាច្បាស់លាស់ហើយកុំឲ្យមកចោទប្រកាន់អូស្ត្រាលីហើយកុំឲ្យមកដៀលអូស្ត្រាលីសិតព្រៃផ្សៃអានេះខ្ញុំបញ្ជាក់ប្រាប់ឲ្យច្បាស់លាស់អាមុខស្វាសញ្ញាព្រុសអាខឹមវាសាបាទដឹងគាត់និយាយថាមកចេះតំណាងអូស្ត្រាលីគាត់ថាឥឡូវនេះគាត់បានអនុវត្តបានសម្រាប់ហើយនៅគោលនយោបាយរបស់អូស្ត្រាលីគឺមិនឲ្យមានជនអន្តោប្រវេសន៍សូម្បីតែម្នាក់ខុសច្បាប់ចូលក្នុងប្រទេសអូស្ត្រាលីហើយការបញ្ជូនជនភៀសខ្លួនមកកាន់ប្រទេសខ្មែរនេះចំនួនអត់កំណត់គេអាចសម្រេចគោលនយោបាយមិនឲ្យជនអន្តោប្រវេសន៍ខុសច្បាប់ណាម្នាក់ចូលទៅក្នុងបានសម្រេចគេថាអនុវត្តគោលនយោបាយបានសម្រេចព្រោះអីព្រោះថាឲ្យតែទៅគេមានកន្លែងបញ្ជូនមកហើយគេអត់មានចឹងគោលនយោបាយមិនឲ្យជនអន្តោប្រវេសន៍ចូលស្រុកវាបើខុសច្បាប់តែម្នាក់ហ្នឹងគឺថាអនុវត្តបានសម្រេចហើយព្រោះវាមានកន្លែងបញ្ជូនចឹងបើយួនណាវាចង់ចូលសញ្ជាតិខ្មែរទៅអូស្ត្រាលីទៅហេតុអីបានអាមុខស្វាសញ្ញាព្រុសអាខឹមវាសនាឯនិយាយថាក្នុងប្រទេសគេហ្នឹងគេអត់ឲ្យមានជនអន្តោប្រវេសន៍ខុសច្បាប់យើងទៅសួរក្បឺក្នុងពិភពលោកយើងមិនបាច់តែត្រឹមអូស្ត្រាលីទេយើងទៅសួរនៅក្នុងពិភពលោកទៅមានជនជាតិអន្តោប្រវេសន៍ណាដែលទៅរស់នៅខុសច្បាប់គេឲ្យនៅទេមិនបាច់តែត្រឹមអូស្ត្រាលីទេនេះខ្ញុំប្រាប់អាមុខស្វាសញ្ញាព្រុសឯងកុំឲ្យមកចោទប្រកាន់មកលើអូស្ត្រាលីនិយាយអត់ដឹងក្បាលដឹងកន្ទុយហើយមកចោទប្រកាន់ទៅដាក់ដល់ពាក្យធនគុណតាមទៀតយើងតាមទៅយល់ថាប្រទេសណាក៏ដោយប្រទេសនីមួយគេហាម5វាមានច្បាប់ទម្លាប់គេត្រឹមត្រូវគ្មានអ្នកណាគេឲ្យជនអន្តោប្រវេសន៍មករស់នៅខុសច្បាប់មកលើទឹកដីរបស់គេទេដូចជាអ្វីក៏ដោយគេធ្វើស្របទៅតាមនីតិច្បាប់នៅក្នុងប្រទេសនីមួយគ្មានប្រទេសណាអត់មានរស់នៅដោយអត់មានស្របទៅតាមច្បាប់ទេដូចជាកុំឲ្យយកទស្សនៈមួយមកចោទប្រកាន់មកលើតាទឹកដីអូស្ត្រាលីតែម្នាក់អត់មានទេដូចជាចំណុចមួយដូចខ្ញុំបានបញ្ជាក់ចឹងនៅក្នុងឆ្នាំ1990មានជនជាតិខ្មែរយើងដែលធ្វើដំណើរទៅតាមទូកដូចជាបានចង់មករស់នៅលើទឹកដីអូស្ត្រាលីតែអូ